បាទជំរាបសួរបាទពុកម៉ែបងប្អូនបាទនៅក្នុងបណ្ដាញសង្គមបាទជាទីរាប់អានបាទថ្ងៃនេះខ្ញុំបានមានកលឹកខ្លីមួយបាទថ្ងៃនេះខ្ញុំបានជម្រាបជូនបងប្អូនអំពីរបៀបនៃបាទពពាបាទ voice សំឡេងបាទរបស់ Google Net បាទបងប្អូនយើងលែងមានការលំបាកទៀតហើយបាទកាលពីមុនបើសិនជាយើងចង់ធ្វើដំណើរបាទទៅតាមខេត្តបាទឬក៏តំបន់ណាមួយដែលយើងមិនស្គាល់យើងនិយាយសេអសបាទនៅ Google Net បាទប៉ុន្តែឥឡូវនេះគឺបាទ Google Net បានអាប់ដេតបាទហើយបន្តិចទៀតខ្ញុំបានជម្រាបជូនបាទពីបាទមកមានមួយសំឡេងបាទអញ្ចឹងកុំឲ្យបងប្អូនទៅចាំជួបបាទសូមជម្រាបស្នាបាទជាមួយខ្ញុំបន្តទៅបាទសម្រាប់បងប្អូនដែលប្រើ iPhone បាទបងប្អូនបាទចូលទៅ App Store បាទហើយសម្រាប់បងប្អូនយើងដែលប្រើ Android បាទចូលមក Play Store បាទអូខេឥឡូវនេះយើងបាទចុចពី Open មកបងប្អូនបាទបានប៉ុណ្ណេះហើយបងប្អូនបានសម្លឹងមើលខាងលើនៅខាងស្ដាំដៃបាទបងប្អូនបាទនេះចុចលើនេះបងប្អូនបាទចុចលើនេះហើយបាទបងប្អូនបាទមើលបាទ setting បាទយើងចូលមក setting បាទបន្ទាប់មកបងប្អូនបាទ scroll មកខាងក្រោមបាទនេះបងប្អូនរកពាក្យ voice បាទ voice search បងប្អូនបាទអញ្ចឹងយើង scroll មកក្រោមបងប្អូនបាទយើងបាទរកភាសារបស់យើងបាទដូចជានៅខាងក្រោមបងប្អូនបាទអូខេបាទនេះឃើញបងប្អូនបាទយើង select ភាសាខ្មែរយើងមកបាទហើយបន្ទាប់មកយើងចេញទៅវិញបងប្អូនបាទទៅត្រង់កន្លែងនេះបងប្អូនបាទបើសម្រាប់មកមើលខាងលើបាទខាងស្ដាំដៃបាទបងប្អូនមានឃើញសញ្ញា microphone បាទនៅត្រង់កន្លែងនេះបើសិនជាយើងចង់ទៅកន្លែងណាមួយបាទយើងគ្រាន់តែនិយាយទៅចុចហើយយើងនិយាយទៅបាទអូខេឥឡូវនេះខ្ញុំចង់ទៅអូខេស្រៈមន្ទីរបាទស្រៈមន្ទីរជាតិបាទបងប្អូនឃើញបងប្អូនបាទគឺប្រភេទងាយស្រួលមែនទែនបាទយើងអត់មានចាំបាច់ប្រវាក់បាទក្នុងការសរសេរទេបាទឧទាហរណ៍យើងពងធ្វើដំណើរបាទទៅតាមផ្លូវបាទបើកបបាទជិះម៉ូតូបាទឬក៏ធ្វើដំណើរតាមបាទរថយន្តក្តីបាទអញ្ចឹងយើងអត់បាទលំបាកបាទ typing ទេបាទគ្រាន់តែ voice ទៅគឺបាទ Google Map អាចបង្ហាញទីតាំងដែលយើងចង់ទៅបាទអូខេឥឡូវនេះខ្ញុំសូមសាកមកកន្លែងទៀតបាទអូខេខ្ញុំបាទចង់ទៅវត្តភ្នំបាទវត្តភ្នំបាទអូខេបងប្អូននេះស្រួលមែនទែនបាទយើងគាត់តែចុចបាទ direction ទៅបាទវាប្រាប់យើងហើយបាទអូខេឥឡូវនេះខ្ញុំនៅខាងច្បារអំពៅបាទវាប្រាប់ច្បាស់លាស់មែនទែនបងប្អូនបាទគឺបើយើងធ្វើដំណើរតាមរថយន្តគឺប្រើពេល21នាទីបាទស្មើនឹង8បាទគីឡូបាទ7គីឡូម៉ែត្របាទអញ្ចឹងងាយស្រួលមែនទែនបងប្អូនបាទលែងលំបាកដូចមុនហើយបាទអញ្ចឹងសម្រាប់វីដេអូគឺពេលនេះមានតែប៉ុណ្ណឹងបងប្អូនបាទបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បាទសូមជួយចែកទៅបន្តបាទសម្រាប់ពេលនេះខ្ញុំបាទសូមជម្រាបលាបាយបាយ